បាទសួស្តីកូនកូនក្មួយសិស្សានុសិស្សទាំងអស់គ្នាបាទជាទីរាប់អានបាទតើកូក្មួយសិស្សានុសិស្សទាំងអស់គ្នាបាទសុខសប្បាយជាទេបាទអញ្ចឹងបាទនៅក្នុងមេរៀននេះបាទលោកគ្រូនឹងបង្រៀនអំពីចលនាច្រាសនិងចលនាស្របបាទអញ្ចឹងដំបូងយើងចូលសិក្សាអំពីចលនាច្រាសសិនណាកូនបាទអញ្ចឹងបាទលោកគ្រូសូមលើកយកលំហាត់បាទចលនាច្រាសទិសបាទនៅក្នុងសៀវភៅគណិតវិទ្យាថ្នាក់ទី6យកមកសិក្សាបាទអញ្ចឹងលំហាត់របស់យើងបាទគេប្រាប់ថាបាទអ្នកជិះកង់ចេញពីទី A ឆ្ពោះទៅទី B បាទដោយប្រើល្បឿន12គីឡូម៉ែត្រក្នុង1ម៉ោងហើយអ្នកជិះម៉ូតូចេញពីទី B ឆ្ពោះមកទី A ដោយល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងដោយដឹងថាអ្នកទាំងពីរចេញដំណើរនៅពេលស្របគ្នាហើយពីទី A ទៅទី B មានចម្ងាយ84គីឡូម៉ែត្របាទអញ្ចឹងគេសួរថាតើប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំងពីរជួបគ្នាបាទអញ្ចឹងគេសួររយៈពេលបាទគេសួររករយៈពេលប៉ុន្មានម៉ោងបាទទើបអ្នកទាំងពីរហ្នឹងធ្វើដំណើរទៅជួបគ្នាបាទអញ្ចឹងបាទយើងរកចម្ងាយផ្លូវដែលអ្នកទាំងពីរបាទខិតជិតគ្នាក្នុងរយៈពេល1ម៉ោងសិនមកបាទកូនបាទអញ្ចឹងដើម្បីរកចម្ងាយផ្លូវដែលអ្នកទាំងពីរខិតជិតគ្នាក្នុងរយៈពេល1ម៉ោងហ្នឹងបាទយើងត្រូវយកបាទល្បឿន12គីឡូម៉ែត្រក្នុង1ម៉ោងរបស់កង់បាទបូកជាមួយនឹងល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងរបស់ម៉ូតូបញ្ចូលគ្នាមកបាទអញ្ចឹងយើងដឹងល្បឿនសរុបក្នុង1ម៉ោងនៃអ្នកទាំងពីរធ្វើដំណើរបាទព្រមគ្នាបាទអញ្ចឹងយើងបូកគ្នាមកបាទ12គីឡូម៉ែត្របូកឲ្យ30គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងយើងស្មើ42គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងយើងរកល្បឿនសរុបដែលអ្នកទាំងពីរបាទធ្វើដំណើរដើម្បីជួបគ្នាហើយឃើញហើយបាទគឺបាទ42គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមរកតើនៅពេលដែលអ្នកទាំងពីរហ្នឹងជួបគ្នាបាទតើប្រើរយៈពេលប៉ុន្មានម៉ោងបាទអញ្ចឹងយើងរករយៈពេលដែលអ្នកទាំងពីរប្រើដើម្បីជួបគ្នាបាទអញ្ចឹងបាទដើម្បីរករយៈពេលដែលអ្នកទាំងពីរប្រើដើម្បីជួបគ្នាបាទយើងត្រូវប្រើបាទរូបមន្តបាទរយៈពេលបាទរករយៈពេលគឺ t ស្មើឲ្យ d លើ v បាទអញ្ចឹងនាំឲ្យយើងបានបាទ d បាទគឺ84គីឡូម៉ែត្រចែកឲ្យ v បាទ v របស់យើងគឺបាទ42បាទគីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹង84គីឡូម៉ែត្រចែកឲ្យ42គីឡូម៉ែត្រក្នុង1ម៉ោងបាទគឺស្មើ2ម៉ោងបាទអញ្ចឹងបាទរយៈពេលដែលអ្នកទាំងពីរប្រើដើម្បីជួបគ្នាគឺ2ម៉ោងបាទអញ្ចឹងបាទតើកូនបាទយល់អំពីការដោះស្រាយលំហាត់របស់យើងនេះដែរទេកូនបាទអញ្ចឹងលោកគ្រូសង្ឃឹមថាកូនយល់ទាំងអស់គ្នាណាបាទអញ្ចឹងបាទតែយើងចូលលំហាត់ថ្មីមួយទៀតបាទគឺយើងសិក្សាអំពីចលនាស្របម្ដងបាទអញ្ចឹងក្នុងលំហាត់របស់យើងបាទគេថាអ្នកជិះម៉ូតូចេញពីទី A ឆ្ពោះទៅទី B ដោយល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងបាទ3ម៉ោងក្រោយមកបាទរថយន្តមួយចេញពីទី A ឆ្ពោះទៅទី B តាមផ្លូវជាមួយគ្នាដោយល្បឿន66គីឡូម៉ែត្រក្នុង1ម៉ោងបាទហើយគេសួរថាតើរថយន្តត្រូវប្រើរយៈពេលប៉ុន្មានទៅតាមតាន់ម៉ូតូបាទប្រើរយៈពេលប៉ុន្មានម៉ោងបាទទៅតាន់ម៉ូតូបាទ
បាទអញ្ចឹងមុនដំបូងបាទយើងរកចម្ងាយផ្លូវដែលម៉ូតូចេញមុនរថយន្តរយៈពេល3ម៉ោងសិនមកបាទអញ្ចឹងបាទដើម្បីរកចម្ងាយផ្លូវបាទយើងបាទត្រូវប្រើរូបមន្តណាដែរកូនបាទអញ្ចឹងដើម្បីរកចម្ងាយផ្លូវបាទយើងត្រូវប្រើរូបមន្តបាទ D ស្មើឲ្យ V គុណឲ្យ T បាទអញ្ចឹងនាំឲ្យយើងបានបាទ V ស្មើប៉ុន្មានកូនបាទល្បឿនបាទគឺ30គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងយើងគុណឲ្យបាទ T រយៈពេលបាទ3ម៉ោងមកបាទអញ្ចឹងបាទ30គីឡូម៉ែត្រក្នុង1ម៉ោងបាទគុណឲ្យ3ម៉ោងបាទអញ្ចឹងយើងស្មើឲ្យបាទ90គីឡូម៉ែត្របាទអញ្ចឹងបន្តមកទៀតបាទដើម្បីយើងដឹងថារថយន្តត្រូវប្រើរយៈពេលប៉ុន្មានទើបទាន់ម៉ូតូបាទអញ្ចឹងយើងត្រូវរកល្បឿនរថយន្តដែលលឿនជាងម៉ូតូក្នុងរយៈពេល1ម៉ោងសិនមកណាកូនបាទឥឡូវយើងដឹងថាបាទម៉ូតូចេញពីទី A ទៅទី B បាទគឺប្រើល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងបាទចំណែកឯរថយន្តបាទចេញពីទី A ទៅទី B គឺប្រើល្បឿន66គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងបាទដើម្បីដឹងថាបាទរថយន្តបាទមានល្បឿនលឿនជាងម៉ូតូប៉ុន្មានអញ្ចឹងយើងយកល្បឿនរថយន្តបាទដកឲ្យល្បឿនរបស់ម៉ូតូសិនមកបាទអញ្ចឹងបាទ66គីឡូម៉ែត្រក្នុង1ម៉ោងដកឲ្យ30គីឡូម៉ែត្រក្នុង1ម៉ោងបាទគឺស្មើ36គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងយើងដឹងហើយបាទល្បឿនរថយន្តបាទលឿនជាងម៉ូតូក្នុងចម្ងាយ36គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងបន្ទាប់មកទៀតបាទយើងរករយៈពេលបាទដែលរថយន្តបាទតាមតាន់ម៉ូតូមកបាទអញ្ចឹងដើម្បីរករយៈពេលបាទយើងត្រូវប្រើរូបមន្តបាទT ស្មើឲ្យ D លើ V ទៀតណាកូនបាទអញ្ចឹងបាទនាំឲ្យយើងបានបាទD ស្មើប៉ុន្មានកូនបាទ D ស្មើ90គីឡូម៉ែត្របាទចំណែកឯ V បាទ V ល្បឿន36គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹង90គីឡូម៉ែត្រចែកឲ្យ36គីឡូម៉ែត្រក្នុង1ម៉ោងបាទគឺស្មើបាទ2.5បាទឬស្មើឲ្យបាទ2ម៉ោង30នាទីបាទអញ្ចឹងបាទរថយន្តគឺប្រើរយៈពេល2ម៉ោង30នាទីបាទទើបតាមតាន់ម៉ូតូបាទអញ្ចឹងតើកូនទាំងអស់គ្នាបាទយល់អំពីការដោះស្រាយលំហាត់យើងនេះដែរឬទេកូនបាទអញ្ចឹងលោកគ្រូសង្ឃឹមថាកូនបាទយល់ទាំងអស់គ្នាហើយណាបាទអញ្ចឹងសម្រាប់កូនដែលមិនទាន់យល់ច្បាស់នៅមេរៀននេះបាទអញ្ចឹងកូនអាចមើលមេរៀនលោកគ្រូនេះបាទសារឡើងវិញម្ដងទៅ2ដងទៅណាកូនបាទហ្នឹងកូននឹងអាចយល់ច្បាស់ហើយណាកូនបាទអញ្ចឹងបាទមេរៀននេះគឺបានដល់ទីបញ្ចប់ហើយណាកូនបាទអញ្ចឹងបាទលោកគ្រូសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទ